កន្លងមកក៏យើងខ្ញុំធ្លាប់បានមានទស្សនកិច្ចដើម្បីទៅសិក្សានៅប្រជាជាតិពេញលូនេះដែរហើយមើលឃើញថាប្រជាជាតិពេញលូនេះពិតជាប្រជាជាតិដែលមានគម្រោងដែលមានសារៈសំខាន់មួយរបស់សាធារណរដ្ឋប្រជាមានិតចិនហើយក៏មើលឃើញថាមានភាពហាក់ប្រហែលគ្នារវាងគម្រោងទាំងពីររវាងប្រជាជាតិហ្វូណននិងប្រជាជាតិពេញលូនេះហើយអ្វីដែលយើងខ្ញុំមានការចាប់អារម្មណ៍ទៅលើគម្រោងប្រជាជាតិពេញលូគឺថាគម្រោងនេះគឺជាគម្រោងដែលផ្ដោតសំខាន់ទៅលើ Green Canal ទៅលើការការពារបរិស្ថានក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីសាងសង់គម្រោងនេះឡើងហេតុដូច្នេះយើងខ្ញុំយល់ឃើញថាការភ្ជាប់ទំនាក់ទំនងក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិហ្វូណនតេជោទៅនឹងប្រជាជាតិពេញលូគឺជាកិច្ចការមួយដែលសំខាន់ដែលសង្ឃឹមថានៅថ្ងៃអនាគតយើងនឹងអាចមានកិច្ចសហប្រតិបត្តិការដើម្បីសហការគ្នាផ្លាស់ប្ដូរបទពិសោធន៍ទាំងបច្ចេកទេសនៃការសាងសង់បច្ចេកទេសនៃការគ្រប់គ្រងនិងកិច្ចការងារក្នុងការធ្វើប្រតិបត្តិការវិស័យនាវាចររវាងគម្រោងទាំងពីរផងដែរបាទសូមអរគុណ